នៅក្នុងវិនិច្ឆ័យទី1បងប្អូនសូត្រនៅក្នុងបារាទៅដឹងហើយគឺអត់ចូលចិត្តស្ដាប់ធម៌អត់ចូលចិត្តអឺសេពគប់ធម៌ហើយស្អប់ធម៌មុននឹងយើងស្អប់ឬក៏យើងស្រឡាញ់ចូលចិត្តក៏យើងគួរតែស្វែងយល់ថាអ្វីទៅជាធម៌តាមពិតធម៌មានន័យច្រើនខ្ញុំប្រកាសណានេះខ្ញុំគ្រាន់តែសរុបមកខ្លីគឺធម៌ហ្នឹងគឺជាសភាវៈពិតមួយដែលទ្រទ្រង់មនុស្សទ្រទ្រង់សត្វលោកយើងនិយាយចេះហើយសភាវៈហ្នឹងអាម៉េចធម្មជាតិទាំងឡាយដែលទ្រទ្រង់សត្វលោកអញ្ចឹងនៅក្នុងវចនានុក្រមក៏មានបកប្រែច្រើនដែរនៅក្នុងធម៌ហ្នឹងអត្ថន័យរបស់ធម៌ហ្នឹងណាតែផ្ដោតទៅលើការពិតពីព្រោះព្រះពុទ្ធសាសនាគឺជាសាសនាវិទ្យាសាស្ត្រអញ្ចឹងក្នុងនេះយើងនិយាយតាក់ទងទៅនឹងពាក្យព្រានប្រដៅណែនាំរបស់ព្រះពុទ្ធមានសំណួរមួយគាត់សួរខ្ញុំថាតើបធម៌ហ្នឹងគឺជាអីគេសូម្បីតែពាក្យណែនាំដែលម្ដាយឪពុកគ្រូអាចារ្យឬមួយក៏អាចារ្យអីបង្រៀនណែនាំឲ្យដើរផ្លូវល្អយើងនិយាយចេះទៅអ្វីដែលជាការពិតអ្វីដែលត្រឹមត្រូវអ្វីដែលល្អច្បាស់លាស់ណែនាំឲ្យកូនចៅទាំងអស់ធ្វើនៅសេចក្តីល្អទាំងអស់នោះគឺជាធម៌ខ្ញុំប្រាប់នោះទៀតពុទ្ធសាសនាគឺជាសាសនាវិទ្យាសាស្ត្រគ្រប់ពាក្យគ្រប់ម៉ាត់របស់ព្រះពុទ្ធបងប្អូនពុទ្ធបរិស័ទអាចដកពិសោធន៍បានខ្ញុំប្រកាសណានេះខ្ញុំគឺជាអ្នកចូលចិត្តដកពិសោធន៍ចូលចិត្តសិក្សាស្រាវជ្រាវសូម្បីតែសភៅគម្ពីរជាច្រើនដែរខ្ញុំប្រកាសណានេះខ្ញុំបានអានចូលចិត្តអាននិយាយទៅស្វែងយល់ថាវាមិនចឹងណាអញ្ចឹងអាចសិក្សាហើយសភាវៈទ្រទ្រង់ធម៌មិនបងប្អូនពុទ្ធបរិស័ទត្រូវដឹងថាយើងទាំងអស់គ្នាដែលកើតមកជាមនុស្សនេះសិតតែមានធម៌ដែលទ្រទ្រង់ពួកយើងមិនឲ្យធ្លាក់ទៅអបាយបច្ចុប្បន្ននេះអបាយភូមិមានដេឆានប្រែតនរកអសុរកាយអញ្ចឹងដល់ពេលយើងកើតមកជាមនុស្សនេះសិតតែជាមនុស្សដែលមានសិល5បើសិនជាបងប្អូនអត់មានសិល5សិលធម៌នៅក្នុងខ្លួនទេអត់អាចកើតមកជាមនុស្សបានទេហ្នឹងអញ្ចឹងសួរថាអ្វីទៅជាធម៌និយាយមួយម៉ាត់គឺណែនាំមនុស្សឲ្យធ្វើនៅសេចក្តីល្អជាពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធហើយព្រះសម្មាសម្ពុទ្ធទូន្មានបែបម៉េច84000ព្រះធម្មក្ខន្ធនៅក្នុងបត្រៃបិដកបងប្អូនអាចទៅសិក្សាស្រាវជ្រាវបានហើយសូម្បីតែពាក្យណែនាំដែលខ្ញុំប្រកាសណាខ្ញុំកំពុងតែនិយាយឲ្យបងប្អូនស្វែងយល់អំពីពធហ្នឹងនេះក៏ជាគេហៅថាធម៌ដែរនិយាយទៅណែនាំមនុស្សឲ្យទៅរកសេចក្តីល្អហ្នឹងបើសិនជាបងប្អូនអត់ចូលចិត្តទេបងប្អូនពុទ្ធបរិស័ទអត់ចូលចិត្តធម៌អត់ចូលចិត្តស្ដាប់ធម៌អត់ចូលចិត្តសិក្សាធម៌អញ្ចឹងបានន័យថាបងប្អូនអត់ចូលចិត្តពាក្យល្អពាក្យណែនាំដែលល្អដែលគេប្រាប់អត់ចូលចិត្តស្ដាប់ហើយដល់ពេលយើងអត់ចូលចិត្តស្ដាប់សួរថាធ្វើមិនធ្វើល្អកើតទេប្រកាសជាអត់កើតទេអញ្ចឹងដោយសង្ខេបប៉ុណ្ណេះ